ដំណឹងល្អបងប្អូនមកជំនាភ្នំទ្របភ្នំ500ផ្ទះក្រហមគឺខ្មែរយើងវាយកាន់កាប់100%បងប្អូនពីមុនដែលវាធ្លាប់អួតក្អែងក្អាងថាវាបានប្រហូតទងជាតិប្រហូតអីពេលនេះគឺអ្នកដែលប្រហូតដែលអីហ្នឹងរៀបពេញព្រៃបងប្អូនរៀបពេញព្រៃបងប្អូនឥឡូវនេះគឺយើងគ្រប់គ្រងកាន់កាប់100%បងប្អូន100%នេះគឺជាព័ត៌មានច្បាស់ការដែលបណ្ដាញសារព័ត៌មានធំក្នុងជួរកងទ័ពបានផុសបងប្អូនគឺយើងបានគ្រប់គ្រងស្ថានភាពគឺគ្រប់គ្រងមិនត្រឹមតែវីបអីបងប្អូនគឺគ្រប់គ្រងផ្ទះក្រហមគ្រប់គ្រងភ្នំ500គ្រប់គ្រងភ្នំទ្របនៅគ្រប់គ្រងកន្លែងអ្វីជាច្រើនទៀតបងប្អូននេះគឺជាព័ត៌មានដែលទម្លាក់មកបណ្ដាមកយើងមានតែតាមដានទាំងអស់គ្នាទៀតតើខ្មែរយើងនឹងកាន់កាប់កន្លែងណាខ្លះបងប្អូនបន្ទាប់ពីសម្ដេចគាត់បានប្រកាសហើយថាបន្ទាត់ក្រហមមានដែនកំណត់បងប្អូនបន្ទាត់ក្រហមគាត់បានកំណត់រួចហើយបងប្អូនកំណត់រួចហើយអញ្ចឹងទីលើបន្ទាត់ក្រហមមិនត្រឹមតែទប់ទេបងប្អូនគឺវាយបកឈោជើងកន្លែងកាន់កាប់ទៀតបងប្អូនអញ្ចឹងនេះគឺជាដំណឹងល្អមួយសម្រាប់ពុកម៉ែបងប្អូនអាចឲ្យធ្វើយើងកក់ក្ដៅក្នុងចិត្តប៉ុន្តែយើងក៏នៅតែចូលរួមសោកស្ដាយចំពោះវីរៈកងទ័ពយើងដែលបានពលីលះបង់ប៉ុន្តែការពលីលះបង់របស់គាត់នេះគឺបានផលឲ្យប្រទេសជាតិឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំងបងប្អូនទៅលើសមិទ្ធផលដែលគាត់ខំលះបង់បងប្អូនហើយសម្រាប់បងប្អូនកុំមើលបណ្ដាញសារព័ត៌មានដែល fake បណ្ដាញសារព័ត៌មានដែលបំផុសបំបាក់ទឹកចិត្តកងទ័ពយើងអីបងប្អូន